ដៃម្ខាងដោះចេញពីសួនបន្លែនឹកស្មានមិនដល់ស្ត្រីរូបនោះបានទៅពិនិត្យក៏ប្រទះឃើញថាក្មេងស្រីតូចម្នាក់កប់នៅទីនោះនាងភ័យខ្លាចណាស់ស្ត្រីនោះមិនជឿអ្វីដែលនាងបានឃើញនោះទេរហូតដល់ក្មេងស្រីតូចនោះចំអិនម្ហូបដូចគ្នាទៅនឹងម្ដាយរបស់នាងមានសម្លេងស្រែកចេញពីបន្ទប់ទឹកស្ត្រីនោះប្រញាប់ទៅពិនិត្យក្មេងស្រីប៉ះនឹងទឹកភ្លាមនាងប្រែទៅជាវ័យជំទង់ឈ្មោះថាកូកូដោយសារដល់ម៉ោងធ្វើការនាងត្រូវចេញទៅមុនប៉ុន្តែភ័យខ្លាចកូកូក៏ដើរតាមនាងពេលនោះមានមិត្តរួមការងារមកនិយាយជាមួយកូកូប្រឈមមុខនឹងការភ័ន្តច្រឡំរបស់មិត្តរួមការងារនាងក៏កុហកថាកូកូជាប្អូនស្រីរបស់នាងរួចក៏ទាញកូកូចេញដោយប្រញាប់ដោយខឹងស្ត្រីនោះបានចោទកូកូថាបានបង្កបញ្ហាដោយមកទីនេះខ្ញុំនឹងទៅលើនេះកូកូងក់ក្បាលយ៉ាងក្រៀមក្រំយប់នោះកូកូមិនត្រឡប់មកផ្ទះវិញទេនៅថ្ងៃបន្ទាប់ពេលស្ត្រីនោះចេញទៅរកកូកូដោយអន្តេសានាងបានរកឃើញថាកូកូទឹកភ្លៀងជោគពេញមួយយប់ហើយមានភាពទន់ខ្សោយយ៉ាងខ្លាំងស្ត្រីរូបនោះបានសោកស្ដាយចំពោះទង្វើរបស់ខ្លួនភ្លាមប៉ុន្តែវាហួសពេលទៅហើយកូកូមិនភ្ញាក់ទៀតទេនាងទៅហើយដៃម្ខាងដោះចេញពីសួនបន្លែនឹកស្មានមិនដល់ស្ត្រីរូបនោះបានទៅពិនិត្យក៏ប្រទះឃើញថាក្មេងស្រីតូចម្នាក់កប់នៅទីនោះនាងភ័យខ្លាចណាស់ស្ត្រីនោះមិនជឿអ្វីដែលនាងបានឃើញនោះទេរហូតដល់ក្មេងស្រីតូចនោះចំអិនម្ហូបដូចគ្នាទៅនឹងម្ដាយរបស់នាងមានសម្លេងស្រែកចេញពីបន្ទប់ទឹកស្ត្រីនោះប្រញាប់ទៅពិនិត្យក្មេងស្រីប៉ះនឹងទឹកភ្លាមនាងប្រែទៅជាវ័យជំទង់ឈ្មោះថាកូកូដោយសារដល់ម៉ោងធ្វើការនាងត្រូវចេញទៅមុនប៉ុន្តែភ័យខ្លាចកូកូក៏ដើរតាមនាងពេលនោះមានមិត្តរួមការងារមកនិយាយជាមួយកូកូប្រឈមមុខនឹងការភ័ន្តច្រឡំរបស់មិត្តរួមការងារនាងក៏កុហកថាកូកូជាប្អូនស្រីរបស់នាងរួចក៏ទាញកូកូចេញដោយប្រញាប់ដោយខឹងស្ត្រីនោះបានចោទកូកូថាបានបង្កបញ្ហាដោយមកទីនេះខ្ញុំនឹងទៅលើនេះកូកូងក់ក្បាលយ៉ាងក្រៀមក្រំយប់នោះកូកូមិនត្រឡប់មកផ្ទះវិញទេនៅថ្ងៃបន្ទាប់ពេលស្ត្រីនោះចេញទៅរកកូកូដោយអន្តេសានាងបានរកឃើញថាកូកូទឹកភ្លៀងជោគពេញមួយយប់ហើយមានភាពទន់ខ្សោយយ៉ាងខ្លាំងស្ត្រីរូបនោះបានសោកស្ដាយចំពោះទង្វើរបស់ខ្លួនភ្លាមប៉ុន្តែវាហួសពេលទៅហើយកូកូមិនភ្ញាក់ទៀតទេនាងទៅហើយដៃម្ខាងដោះចេញពីសួនបន្លែនឹកស្មានមិនដល់ស្ត្រីរូបនោះបានទៅពិនិត្យក៏ប្រទះឃើញថាក្មេងស្រីតូចម្នាក់កប់នៅទីនោះនាងភ័យខ្លាចណាស់ស្ត្រីនោះមិនជឿអ្វីដែលនាងបានឃើញនោះទេរហូតដល់ក្មេងស្រីតូចនោះចំអិនម្ហូបដូចគ្នាទៅនឹងម្ដាយរបស់នាងមានសម្លេងស្រែកចេញពីបន្ទប់ទឹកស្ត្រីនោះប្រញាប់ទៅពិនិត្យក្មេងស្រីប៉ះនឹងទឹកភ្លាមនាងប្រែទៅជាវ័យជំទង់ឈ្មោះថាកូកូដោយសារដល់ម៉ោងធ្វើការនាងត្រូវចេញទៅមុនប៉ុន្តែភ័យខ្លាចកូកូក៏ដើរតាមនាងពេលនោះមានមិត្តរួមការងារមកនិយាយជាមួយកូកូប្រឈមមុខនឹងការភ័ន្តច្រឡំរបស់មិត្តរួមការងារនាងក៏កុហកថាកូកូជាប្អូនស្រីរបស់នាងរួចក៏ទាញកូកូចេញដោយប្រញាប់ដោយខឹងស្ត្រីនោះបានចោទកូកូថាបានបង្កបញ្ហាដោយមកទីនេះខ្ញុំនឹងទៅលើនេះកូកូងក់ក្បាលយ៉ាងក្រៀមក្រំយប់នោះកូកូមិនត្រឡប់មកផ្ទះវិញទេនៅថ្ងៃបន្ទាប់ពេលស្ត្រីនោះចេញទៅរកកូកូដោយអន្តេសានាងបានរកឃើញថាកូកូទឹកភ្លៀងជោគពេញមួយយប់ហើយមានភាពទន់ខ្សោយយ៉ាងខ្លាំងស្ត្រីរូបនោះបានសោកស្ដាយចំពោះទង្វើរបស់ខ្លួនភ្លាមប៉ុន្តែវាហួសពេលទៅហើយកូកូមិនភ្ញាក់ទៀតទេនាងទៅហើយ